កាលពីថ្ងៃទី1ខែតុលាឆ្នាំ2014ប្រដេជគុណពើមេតាប្រជាអធិការវត្តទាំង6នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌានេប៉ាល់បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភបច្ច័យតាមសទ្ធាជ្រះថ្លាដើម្បីប្រទេសកម្ពុជាជាម្ចាស់ផ្ទះពិធីសូត្រប្រត្រៃបិដកអន្តរជាតិឆ្នាំ2014នៅប្រទេសឥណ្ឌាដែលមានប្រទេសកាន់ព្រះពុទ្ធសាសនាចំនួន10ប្រទេសចូលរួមនឹងព្រះសង្ឃចំនួន200,000អង្គនិមន្តចូលរួមផងដែរបើគិតទៅគណៈកម្មការដែលបង្កើតកម្មវិធីសូត្រសទ្ធាប្រត្រៃបិដកនេះគឺមាន10ប្រទេសទី1គឺប្រទេសកម្ពុជាទី2ប្រទេសថៃទី3ប្រទេសភូមាទី4ប្រទេសវៀតណាមទី5ប្រទេសស្រីលង្កាទី6ប្រទេសឥណ្ឌាទី7ប្រទេសនេប៉ាល់ទី8ប្រទេសបង់ក្លាដេសទី9ប្រទេសឡាវហើយនឹងទី10រោងអន្តរជាតិអញ្ចឹងទាំង10ប្រទេសនេះគឺជាគណៈកម្មការដែលបានបង្កើតឡើងសម្រាប់ត្រួតត្រងសូត្រសទ្ធាប្រត្រៃបិដកអន្តរជាតិកន្លងទៅមានពុទ្ធបរិស័ទនៅប្រទេសឥណ្ឌានឹងចូលរួមប្រមាណភាគរយព្រះអង្គដែលនៅប្រទេសឥណ្ឌាផ្ទាល់តែម្ដងកន្លងមកប៉ុននេះគឺជាបុណ្យដ៏ធំនៅក្នុងពុទ្ធសាសនាមានមនុស្សម្នាចូលរួមច្រើនកុះកសន្ធឹកសន្ធប់អធិកធមណាគឺថាបុណ្យនេះបើនិយាយរួមទៅថាគណៈកម្មការមានតែ10ប្រទេសទេប៉ុន្តែចំនួនដែលចូលរួមប្រមាណជាជាង100ប្រទេសអញ្ចឹងឃើញថាមនុស្សម្នាចូលទៅប្រមាណជាង200,000អង្គរូបព្រោះតែធ្វើពិធីហែបូជាម្ដងថាច្រើនសន្ធឹកសន្ធប់តាំងពីអាត្មាបុស្សនៅក្នុងពុទ្ធសាសនាក៏ដូចជាដើរចូលរួមបុណ្យពិធីផ្សេងមិនដែលមានបុណ្យណាធំដូចជាបុណ្យនឹងទេចាឥឡូវនេះពុទ្ធបរិស័ទខ្មែរយើងប្រមាណដែលត្រូវទៅឥណ្ឌាដែរហើយឥឡូវនេះជាចំណុចមានបញ្ហាប្រឈមមួយខ្លះចំពោះកម្មវិធីមួយពុទ្ធបរិស័ទព្រមទាំងប្រសង់យើងនឹងត្រៀមទៅបើគិតទៅតាមដែលអាត្មាសរុបនោះប្រហែលជា800នាក់នឹងបច្ចុប្បន្នដែលដឹងស្ថិតិមកពីកម្ពុជាយើងផងមកពីអូស្ត្រាលីមកពីអាមេរិកមកពីបារាំងហ្នឹងដឹងបច្ចុប្បន្ននោះប្រហែលជា800នាក់ប៉ុន្តែអាត្មាភាពថាជឿជាក់យ៉ាងពិតប្រាកដថាជាច្រើនជាងនឹងទៀតអញ្ចឹងណាព្រោះឥឡូវយើងនៅជាង1ខែទៀតហើយក៏ក្នុងការជួបប្រទះក្នុងការរៀបចំនោះសូមធ្វើការរៀបរាប់បន្តិចក៏ការជួបប្រទះញាតិញោមពុទ្ធបរិស័ទទាំងអស់សូមប្រគេនសូមថ្វាយនិងប្រគេនជូនដំណឹងដល់សម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទទាំងអស់ថាយើងទទួលធ្វើជាម្ចាស់ផ្ទះយើងត្រូវចំណាយថវិកាចំនួន$25,000ហើយក៏អាត្មាភាពបានធ្វើសេចក្តីប្រកាសតាមទូរទស្សន៍តាមវិទ្យុមកជាយូរយារណាស់មកហើយគឺតាំងពីខែ5ខែ6តាំងពីថ្ងៃនោះរហូតមកដល់ថ្ងៃនេះមិនទាន់បានប្រពន្ធបុណ្យផ្កាយទេបានចំនួន$10,000ជាងឥឡូវនៅខ្វះជាង$20,000ទៀតចឹងតើអាត្មាភាពធ្វើយ៉ាងណានេះគឺឥឡូវនេះគឺថាពេលវេលាដល់បញ្ញាថ្ងៃ20ខែ10អាត្មាភាពនឹងត្រឡប់ទៅវិញដូច្នេះបានទៅសូមទៅសម្ដេចសង្ឃានាយកក៏ដូចជាសម្ដេចអគ្គមហាសង្ឃរាជាធិបតីដូចជាព្រះមេគុណក្រុងភ្នំពេញសូមអនុញ្ញាតធ្វើបុណ្យការប្រាក់មួយរួមនៅវត្តបទុមវតីដែលនឹងប្រពន្ធនៅថ្ងៃទី5ខែ10ឆ្នាំ2014ឥឡូវនៅសល់6ថ្ងៃទៀតត្រូវថ្ងៃទី12កើតអញ្ចឹងពុទ្ធបរិស័ទទាំងអស់បើសិនបើបានឃើញសេចក្តីប្រកាសតាមព័ត៌មាននឹងហើយសូមពុទ្ធបរិស័ទទាំងអស់អញ្ជើញមកចូលរួមឲ្យបានច្រើនកុះកបុណ្យនេះគឺជាបុណ្យដ៏ធំបុណ្យអីក៏យើងធ្លាប់បានធ្វើដែរវាលេងតែបុណ្យព្រះត្រៃបិដកយើងមិនដែលធ្លាប់បានធ្វើពុទ្ធថាបុណ្យនេះយើងគ្រាន់តែធ្លាប់លើតាមគម្ពីរដឹងលើតាមគម្ពីរតែប៉ុណ្ណោះដោយឡែកគឺថាមានតែពុព្វបរិសក្នុងសម័យមុនជាពិសេសគឺអរិយបុគ្គលព្រះអរហន្តទាំងឡាយប្រពធ្វើដោយឡែកជនសម័យធម្មតាមិនបានធ្វើទេឥឡូវនេះគឺជាសហសម័យដ៏រុងរឿងបំផុតដែលប្រទេសយើងបានទទួលធ្វើជាម្ចាស់ផ្ទះមិនត្រឹមតែធ្វើជាសូត្រទេគឺថាឡើងជាប្រធានដឹកនាំទៀតដូច្នេះសូមពុទ្ធបរិស័ទគណៈគុណចាស់ទាំងអស់យើងមានមោទនភាពណាស់ជួយឧបត្ថម្ភគ្រប់គ្រងតាមកម្លាំងសទ្ធាជ្រះថ្លាបានន័យថាមានតិចជួយតិចមានច្រើនជួយច្រើនបើអត់មានទេសូមមេត្តាជួយគ្រប់គ្រងតាមសតិស្មារតីជួយលើកកម្លាំងកាយចិត្តជួយផ្ដល់កិត្តិយសនិងជួយផ្សព្វផ្សាយជាដើមបើសិនបើពុទ្ធបរិស័ទគណៈគុណម្ចាស់ទាំងអស់ជាខេមរជនអត់ជួយផ្សព្វផ្សាយនឹងទេអាត្មាភាពតែម្នាក់ឯងមិនអាចទៅរួចទេនេះគឺជាបុណ្យរបស់កម្ពុជាដូច្នេះសូមពលពលសាពលមានទាំងអស់ជួយប្រកាសដំណឹងដល់ពុទ្ធបរិស័ទផងត្រូវការជំនួយប្រហែលជា$21,000ទៀតដើម្បីយកបច្ច័យទៅឧបត្ថម្ភកម្មវិធីសូត្រស្វាត់ជាប្រត្រៃបិដកអន្តរជាតិដែលនឹងប្រពន្ធនៅខែ12ខាងមុខនេះត្រូវចំណាយដើម្បីឧបត្ថម្ភប្រសង់ដែលចូលរួមប្រមាណជាង200,000អង្គរូបហើយក្រសួងធម្មការហើយគណៈសង្ឃមានការគ្រប់គ្រងយ៉ាងណាចំពោះកម្មវិធីនៅក្រសួងសុខាភិបាលហើយក៏ចំពោះក្រសួងធម្មការនិងគណៈសង្ឃនាយកឥឡូវបានសម្ដេចខាងគណៈសង្ឃនាយកលោកក៏បានគ្រប់គ្រងលោកបានថ្វាយលោកបានប្រគេនបច្ឆាយាលៈក៏ដូចជាពនាមដែរដើម្បីដាក់ធ្វើពិធីរៀបចំបុណ្យការហើយក៏ក្រសួងកំពុងតែស្ថិតនៅក្នុងការពិចារណាដល់ឡើយអញ្ចឹងសង្ឃឹមថាក្រសួងក៏នឹងជួយដែរអញ្ចឹងណាបើសិនតែបានក្រសួងក៏ជួយសហការគ្នាគណៈសង្ឃនាយកក៏ជួយបានន័យថាកម្ពុជាយើងហ្នឹងគឺថាប្រពបុណ្យនេះនឹងធ្វើឲ្យបុណ្យទៅជាអធិកអធមប្លែកពីបុណ្យមុនទោះបីជាប្រទេសយើងមានភាពសក្តិសមជាងគេយ៉ាងណាក៏ដោយថ្មជឿជាក់យ៉ាងពិតប្រាកដថាយើងនឹងរៀបចំឲ្យបានស្អាតបង្ហាញពីកិត្យានុភាពរបស់ប្រជាជាតិកម្ពុជារបស់យើងនេះ
បងមានជាការសំណូមពរដល់សម្ដេចនាយកដូចជាអត់មានការលើកឡើងឬជាការសំណូមពរបិណ្ឌបាតដល់សម្ដេចនាយករដ្ឋមន្ត្រីក្នុងការចូលរួមពិធីបុណ្យការនេះបងមើលទៅដើម្បីជាជំនួយបន្ថែមបាទអូសូមអរគុណណាស់តាមការពិតទៅបើតាមពុតបរិស័ទរបស់យើងហ្នឹងគឺថាគ្រប់ចំនួនហើយ$25,000អញ្ចឹងណាបើសិនតែសុំបិណ្ឌបាតតែម្នាក់$1អញ្ចឹងថាសូមអានឹងតាមសទ្ធាជាថ្លាសូមផ្ដល់ដំណឹងនេះជូនដល់សម្ដេចអគ្គមហាសាស្ត្រដីជុំវិសានាយករដ្ឋមន្ត្រីក៏ដូចជាញាតិញោមពុទ្ធបរិស័ទទាំងអស់គោប្រសិនបើអាចជួយឧបត្ថម្ភកម្មវិធីនេះឲ្យបានអធិកអធមឲ្យបានរលូនទៅមុខឲ្យបាននេះគឺថាបង្ហាញពីកិត្តិយសភាពរបស់ប្រជាណាចក្រកម្ពុជារបស់យើងហើយក៏នេះទី1ហើយទី2យើងក៏នឹងបានបុណ្យច្រើនណាស់សន្ធឹកសន្ធាប់បានទាំងបច្ចុប្បន្ននិងអនាគតច្រើនបើនិយាយបើនិយាយរួមថាបានអានិសង្សដោយសារពេលវេលានឹងខ្លីពេកមិនអាចរៀបរាប់បានប៉ុន្តែអាត្មាភាពនឹងធ្វើជាពិធីចែកនេះសម្ដែងពីអានិសង្សនៃការសូត្រអញ្ចឹងបងអញ្ចឹងជាថ្មីម្ដងទៀតសូមផ្ដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ខេមរជនគ្រប់រូបសូមមេត្តាជួយឧបត្ថម្ភដល់កម្មវិធីនេះដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យបងគណៈបន្ទាប់ពីនៅពេលដែលអង្គធ្វើពិធីបុណ្យសុបតៃដកនេះគឺការរំពឹងទុកបែបណាចំពោះនេះថ្មភាពនឹងសង្ឃឹមទុកថាព្រោះថាប្រទេសយើងគឺជាប្រទេសកាន់ពុទ្ធសាសនាពុទ្ធបរិស័ទទាំងតូចទាំងធំទាំងចាស់ទាំងក្មេងជឿជាក់ចាំពិតប្រកបថានឹងជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្តពីព្រោះថាឥឡូវនេះថ្មភាពការពីដើមមិនចង់ហ៊ានទទួលធ្វើពិធីបុណ្យនឹងទេនឹកឃើញថាពុទ្ធបរិស័ទលោកយាយលោកតាមកគង់ទាំងអស់ដែលជាអ្នកកាន់ពុទ្ធសាសនាធ្លាប់ធ្វើបុណ្យច្រើនដោយឡែកបុណ្យនេះមិនដែលធ្លាប់បានធ្វើដូច្នេះទោះណាជាយើងត្រូវចំណាយ$20,000ឬ$25,000ក៏ដោយបើគិតថាបុណ្យរបស់បុគ្គលច្រើនប៉ុន្តែបើបុណ្យសម្រាប់ប្រទេសជាតិគណៈសង្ឃយើងទៅមុនគឺមិនតិចគឺថាមិនច្រើនប្រហែលទេដូច្នេះទៅទូលព្រះបង្គំខ្ញុំគណៈថ្មភាពនឹងហ៊ានទទួលបុណ្យនេះជាអ្នករៀបចំកម្មវិធីដើម្បីកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃពុទ្ធសាសនាជាតិនិងអន្តរជាតិមានអ្វីជាចុងចប់អង្គដើម្បីសនំពរក៏ដូចជាកិច្ចការផ្សព្វផ្សាយព័ត៌មានដល់ជាពុទ្ធបរិស័ទជាពិសេសនៅតាមបណ្ដាខេត្តឆ្ងាយៗចង់មកចូលរួមដែរយ៉ាងម៉េចទៀតអញ្ចឹងជាចុងក្រោយនេះទូលព្រះបង្គំខ្ញុំប្រកាសណាអាត្មាភាពសូមធ្វើសេចក្តីប្រកាសដល់សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃធានាយកសង្ឃធានាយករងព្រះមេគុណព្រះអនុគុណបដិជគុណបច្ចុប្បន្នការព្រះថេរអន្តរគ្រប់ព្រះអង្គទាំងអស់ដោយសេចក្តីគោរពសូមមេត្តាជួយឧបត្ថម្ភគ្រប់គ្រងតាមលទ្ធភាពសូមយាងនិមន្តទៅឲ្យបានគ្រប់គ្នាហើយក៏សូមប្រកាសធ្វើសេចក្តីប្រកាសដល់សម្ដេចអាយដាមលោកជំទាវលោកស្រីខេមរជនគ្រប់រូបទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមមេត្តាជួយឧបត្ថម្ភគ្រប់គ្រងនៅថាវិការក៏ដូចជាកម្លាំងញាតិញោមអាចទៅជួយសូត្រជួយរៀបចំថាធ្វើឲ្យបានជួយនឹងអូដូច្នេះបើញាតិញោមទាំងអស់ដែលនៅខាងតាមបណ្ដាខេត្តនេះបើញាតិញោមចង់ជាប់និស្ស័យពីរឿងនេះសូមញាតិញោមអាចឥឡូវសូមយើងស្រួលណាអូញាតិញោមអាចទៅថាប្រមូលគ្នាបានមកអាចធ្វើតាមវិញដាក់លេខតាមលេខទូរស័ព្ទដូចជាអាត្មានឹងផ្ដល់ជូនតាមទូរស័ព្ទលេខ017 29 30 59 017 47 47 42មកកត់លេខ35វត្តបតុមបតីរាជធានីភ្នំពេញហើយក៏ចាប់ផ្ដើមទទួលតាំងពីថ្ងៃធ្វើសន្និសីទនឹងរៀងទៅរយៈពេល2ឆ្នាំប៉ុន្តែឆ្នាំនេះគឺជាឆ្នាំដែលដូចថាហៅថាលំបាកបំផុតនៅខាងថវិកាពីព្រោះថាកន្លងមកឡើងទៅជាប់មានការងារច្រើនដូច្នេះបានថវិកា10000ជាងខ្វះ$20,000ទៀតដូច្នេះសូមបិណ្ឌបាតសម្ដេចឯកឧត្តមទាំងអស់មេត្តាជួយរឿងនេះឲ្យបានឆ្ពោះទៅមុខបដិជគុណពើមេតាបានមានសង្ឃដីកាបន្តថាបដិជគុណនឹងរៀបចំពិធីបុណ្យផ្កាសាមគ្គីមួយនៅរាជធានីភ្នំពេញដើម្បីគៀងគររោគបច្ច័យក្នុងកម្មវិធីសូត្រប្រត្រៃបិដកអន្តរជាតិឆ្នាំ2014នៅប្រទេសឥណ្ឌានាពេលខាងមុខនេះដោយឡែកនៅថ្ងៃទី5ខែតុលាឆ្នាំ2014បដិជគុណពើមេតាប្រជាអធិការវត្តទាំង6នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌានេប៉ាល់ក៏បានអំពាវនាវសារជាថ្មីស្នើបិណ្ឌបាតសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនមេត្តាជួយជាបច្ច័យបន្ថែមដើម្បីប្រទេសកម្ពុជាជាម្ចាស់ផ្ទះពិធីសូត្រប្រត្រៃបិដកអន្តរជាតិឆ្នាំ2014នៅប្រទេសឥណ្ឌាដដែលកាលពីថ្ងៃមុនហ្នឹងបានអញ្ជើញពួកបងប្អូនទាំងអស់អញ្ជើញមកធ្វើសន្និសីទកាសែតស្ដីពីការសូត្រប្រត្រៃបិដកអន្តរជាតិដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះហើយក៏បន្ទាប់ពីការចាក់ផ្សាយបងប្អូនទាំងអស់បានបងប្អូនទាំងអស់ជួយផ្សព្វផ្សាយទៀតឃើញថាញាតិញោមនឹងមកច្រើនតាំងពីថ្ងៃហ្នឹងមករហូតហើយដល់ថ្ងៃនេះគឺជាថ្ងៃបុណ្យផ្កាប្រាក់ប្រមូលបច្ច័យដើម្បីយកបច្ច័យទៅឧបត្ថម្ភការសូត្រប្រត្រៃបិដកអន្តរជាតិដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះប៉ុន្តែសង្ឃឹមថាក្នុងការថាបច្ច័យនឹងត្រូវការចំណាយ$25,000ក្នុងឆ្នាំនេះគ្រប់មិនទាន់ដឹងទេពីព្រោះថាឥឡូវចំនួនញាតិញោមមកថ្ងៃនេះហើយថ្ងៃកន្លងមកហ្នឹងការដែលញាតិញោមមកប្រហែលថ្ងៃបានជា10000បានជាង20000ទៅហើយឥឡូវនៅខ្វះប្រហែលជា200000ទៀត200000នោះសង្ឃឹមតែថ្ងៃនេះមិនដឹងថាញាតិញោមពុទ្ធបរិស័ទទាំងអស់មកបានចំនួនច្រើនប៉ុណ្ណាទេសង្ឃឹមថាមកច្រើនកកប៉ុន្តែសម្រាប់បច្ច័យ20,000មិនដឹងថាបានដែរមិនបានឬក៏យ៉ាងណាមិនដឹងទេដូច្នេះសូមប្រកាសដល់
ពុទ្ធបរិស័ទឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទទូទាំងប្រជាជាតិកម្ពុជានិងនៅបរទេសជាដើមសូមមេត្តាជួយឧបត្ថម្ភគាំទ្រពិធីបុណ្យសូត្រត្រៃបិដកអន្តរជាតិនេះដើម្បីកុំឲ្យកម្ពុជាយើងខ្មាស់គេពីព្រោះថាប្រជាជនយើងក៏ច្រើនពុទ្ធសាសនាក៏ច្រើនប្រសងក៏ច្រើនត្រឹមថាបច្ច័យ25ម៉ឺននឹងច្រើនអាត្មាជឿថាមិនច្រើនទេបើខ្វះខាតបានអាត្មាភាពនឹងខំប្រឹងប្រែងបង្គ្រប់ប៉ុន្តែសូមបិណ្ឌបាតដល់សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃានាយករងព្រះមេគុណព្រះនគុណឬក៏សម្ដេចទាំង3ក៏ដូចជារដ្ឋាភិបាលទាំងមូលក៏ដូចជាពុទ្ធបរិស័ទទូទាំងប្រជាជាតិកម្ពុជាជាពិសេសសម្ដេចអគ្គមហាស្ដាប់នៃនាយកហ៊ុនសែននាយករដ្ឋមន្ត្រីសូមមេត្តាជួយជំរុញរឿងនេះពីព្រោះថាមានដូចជានៅក្នុងប្រទេសថៃនាយករដ្ឋមន្ត្រីថាក់សិនក៏ធ្លាប់ទៅរឿងហ្នឹងហើយនាយករដ្ឋមន្ត្រីយិនឡាក៏ធ្លាប់ទៅប្រធានាធិបតីស្រីលង្កាក៏ធ្លាប់ទៅជួយឧបត្ថម្ភទៅណាពីព្រោះថាបុណ្យពិធីបុណ្យសូត្រត្រៃបិដកអន្តរជាតិនេះគឺមានមនុស្សច្រើនសន្ធឹកសន្ធាប់ដោយឡែកកម្ពុជាយើងឆ្នាំនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះត្រៀមទៅប្រមាណជា1000នាក់អញ្ចឹងបានន័យថាមនុស្សច្រើនណាស់ហើយបើរួមនឹងពុទ្ធបរិស័ទទូទាំងពិភពលោកប្រមាណជា200,000អង្គអ្នកជាងឡើយដូច្នេះថវិកាដែលត្រូវចំណាយក្នុងឆ្នាំនេះឆ្នាំ2014ប្រមាណជា250000នាក់គ្រប់មិនគ្រប់ខ្វះខាតយ៉ាងណាក៏សូមពុទ្ធបរិស័ទទាំងអស់ជួយឥឡូវថ្ងៃនេះបានដឹងថាតើត្រូវខ្វះប្រមាណទៀតអញ្ចឹងណាចុះបើខ្វះអញ្ចឹងអាចថាទៅមុខបើត្រូវតែខ្វះហើយអញ្ចឹងព្រះអង្គត្រូវចេញបច្ច័យដោយផ្ទាល់ឬក៏ត្រូវតែមានការពឹងពាក់ពីញាតិញោមខ្វះហើយត្រូវតែចេញបច្ច័យដោយផ្ទាល់រួចចាំពឹងពាក់ញាតិញោមជាខាងក្រោយពីព្រោះថាពេលវេលា10ថ្ងៃយើងត្រូវណាតន់ដូច្នេះត្រូវបានខ្ចីញាតិញោម2នាក់ថាញាតិញោមបើសិនតែខ្វះបច្ច័យចំនួន50000 100000សូមញាតិញោមសង្កួរបច្ច័យនឹងសិនកុំឲ្យខ្មាស់គេតែអាត្មារោមមិនតន់ឡើយញាតិញោមក៏ដឹងតែជួយហើយប៉ុន្តែដោយថាត្រូវការប្រើពេលវេលាពីពេលមួយទៅពេលមួយពីព្រោះថាញាតិញោមយើងបើសិនគាត់មានច្រើនគាត់ជួយច្រើនគាត់មានតិចគាត់ជួយតិចដូច្នេះបើថាចង់ឲ្យបានទាំងអស់តែម្ដងមិនងាយទេពីព្រោះថាពេលវេលាខ្លីអញ្ចឹងណាហើយពេលវេលាឆ្នាំនេះខំទៅសេអត្ថបទផងខំធ្វើ DVD ផងខំផ្សព្វផ្សាយផងរឿងការងារច្រើនដូច្នេះដោយថាធ្វើការងារមិនចប់ប៉ុន្តែឆ្នាំនេះមានភាពខ្វះខាតសង្ឃឹមនៅឆ្នាំក្រោយមិនខ្វះខាតឯខាតពីព្រោះថា DVD ក៏ធ្វើចេញសភៅក៏មានអីក៏មានអ្វីមានផុសតាងទាំងអស់សម្រាប់បង្ហាញដល់ពុទ្ធបរិស័ទយើងក្នុងពិធីបុណ្យសូត្រត្រៃបិដកនេះដូច្នេះជាថ្មីម្ដងទៀតសូមបិណ្ឌបាតសម្ដេចអគ្គមហាស្ដាប់នៃនាយកហ៊ុនសែនក៏ដូចជាញាតិញោមពុទ្ធបរិស័ទទាំងអស់ទូទាំងប្រជាជាតិកម្ពុជាសូមមេត្តាជួយញ៉ាំងឬក៏រឿងពិធីបុណ្យសូត្រត្រៃបិដកនេះគឺថាមិនដែលមានក្នុងប្រវត្តិសាស្ត្របើគិតទៅសូមបញ្ជាក់ថាកាលពីសូត្រលើកទី1កាលពីព្រះអង្គបរិនិព្វានបាន3ខែទី2ព្រះអង្គបរិនិព្វានបាន100ឆ្នាំទី3 218ឆ្នាំទី4 326ឆ្នាំទី5 450ឆ្នាំអញ្ចឹងតាមមានតែទី5គត់ឥឡូវតាំងពីជាង2000ឆ្នាំយើងមិនដែលបានប្រពធ្វើទេដូច្នេះបុណ្យនេះគឺជាបុណ្យដ៏ធំបំផុតបុគ្គលណាដែលបានតាមដានកង្វល់កង្វាយឧបត្ថម្ភបុណ្យនេះបានអានិសង្សច្រើនទាំងបច្ចុប្បន្ននិងអនាគតអានិសង្សយ៉ាងណាប្រភពនឹងឡើងសម្ដែងធម៌ទេសនាដូច្នេះសូមញាតិញោមទាំងអស់ចូលរួមកំបីអខានឡើយសូមអនុមោទនាអរគុណបងអរគុណអង្គប្រមាណប្រទេសចូលរួមដែរនៅក្នុងការ10ប្រទេស10ប្រទេសជាម្ចាស់ផ្ទះប៉ុន្តែអ្នកដែលចូលរួមសមាជិកជាង100ប្រទេសម្ចាស់10ប្រទេសប៉ុន្តែអ្នកដែលចូលរួម100ប្រទេសជាងព្រោះដូច្នេះគឺថាមនុស្សច្រើនណាស់បងសូមអនុមោទនាសូមបងប្អូនជាសារព័ត៌មានជួយផ្សាយឲ្យបានក្រឹកក្រែងបងណាបងសូមបងប្អូនជួយផ្សាយបុណ្យនេះគឺជាដូចជាបុណ្យជាតិអញ្ចឹងប្រទេសគេក៏ក្រឹកក្រែងអញ្ចឹងដូច្នេះប្រទេសយើងសង្គមថាក៏ក្រឹកក្រែងដូចគ្នាសូមអនុមោទនាការអំពាវនាវរបស់ព្រះចៅអធិការវត្តទាំង6នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌានេប៉ាល់ចំពេលដែលព្រះអង្គនិងពុទ្ធបរិស័ទមួយចំនួនធំបានរៀបចំពិធីបុណ្យផ្កាមហាសាមគ្គីដើម្បីប្រមូលបច្ច័យដើម្បីកម្ពុជាជាម្ចាស់ផ្ទះពិធីសូត្រព្រះត្រៃបិដកអន្តរជាតិឆ្នាំ2014គូបញ្ជាក់ថាកន្លែងប្រពៃពិធីសូត្រព្រះត្រៃបិដកអន្តរជាតិឆ្នាំ2014នឹងត្រូវធ្វើឡើងនៅព្រះចេតិយពោមហាវិហារទៀមគុលព្រះមហាពោធិព្រឹក្សជាទីកន្លែងដែលព្រះអង្គទ្រង់បានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណស្ថិតក្នុងតំបន់ពុទ្ធគយាស្រុកគយារដ្ឋប៊ីហាប្រទេសឥណ្ឌា